Hello អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀប survival ក្នុង Minecraft ថ្ងៃទី1ដំបូងយើង capture អញ្ចឹង goal ទី1របស់យើងគឺបានសម្រាប់យើងគឺ capture អញ្ចឹងបន្ទាប់មកយើងត្រូវកាប់ថ្មដើម្បីកាប់ថ្មបានអ្នកទាំងអស់គ្នាត្រូវមាន pickaxe អញ្ចឹងដើម្បីផលិត pickaxe ចំនួនប្រហែលត្រូវការឈើបន្ទាប់មកដាក់ stick តែអ្នកទាំងអស់គ្នាក្រាស់មកនេះបន្ទាប់ពីអ្នកទាំងអស់គ្នាបាន pickaxe ហើយបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវជីកថ្មបាន3ដុំហើយអ្នកទាំងអស់គ្នាយកថ្មអ្នកទាំងអស់គ្នាមក upgrade ទៅជា pickaxe A few moments later តោះមកអ្នកទាំងអស់គ្នាយកមក craft furnace ហ្នឹង pickaxe code ទី2យើងគឺបានសម្រាប់យើងទី3គឺយើងណាក៏អាហារយើងកាប់ឈើបានច្រើនមក A few moments later បន្ទាប់មកខ្ញុំនឹងដើររកកន្លែងសង់ផ្ទះគូកន្លែងតំណោតសង់បេះច្រឡំA few moments laterថ្ងៃទី1របស់យើងមានតែប៉ុណ្្នឹងឯងអញ្ចឹងបើចង់ដឹងថ្ងៃទី2ត្រូវធ្វើអីទៀតជួយ Sub មក